ហើយស្នូកញ្ចែរបស់លោកខិនឧសេហាក៏បានបន្លឺឡើងផ្ដើមដំបូងចេញពីជើងរបស់បឹងកេតហើយឱកាសបន្ទាប់ហើយក៏ជាឱកាសដំបូងនៃការតែតនៅមុខទីដោយផាក់ជុងប៊ីនប៉ុន្តែមិនចំគោលដៅការលើកដ៏ល្អពីលេងណូរ៉ាហើយការបញ្ចប់ទីមិនបានល្អពីផាក់ជុងប៊ីនកន្លែងនេះដូចគ្នាការស្រូដ៏ល្អបាទរបស់ Iago Bento ទៅឲ្យសវណ្ណារាប៉ុន្តែការប៉ុនប៉ងនេះត្រូវបានរំខានពីអ្នកចាំទីកៅសុកសេឡាការទាត់តម្រង់ទៅរកទីស្របពេលដែលសេឡាបាទដាក់ខ្លួនទទួលយោបល់ចំណុចនេះដូចគ្នាការធ្វើចលនាពីនូរុនទាត់ទៅមានការជួយក៏ដូចជា slide បាទពីលេងណូរ៉ាការបង្កើតឱកាសនៅតំបន់ខាងឆ្វេងបាទការបង្កើតឱកាសរបស់ផាកជុំមានមួយទល់នឹងមួយធ្វើឲ្យការលើកមកពីតំបន់ខាងឆ្វេងរហូតមកដល់ក្បាលបាទ Raymond de Souza តែបញ្ចូលទីគ្រាប់បាល់នាំមុខ1-0ហើយក៏ក្លាយជាគ្រាប់បាល់ទី16របស់គេផងដែរនៃការបង្ហាញខ្លួនជាមួយវីសាខាក្នុងរដូវកាលនេះមានឱកាសមួយលើកត្រឡប់មកវិញពីចន្ទាចន្ទាកាប៉ុន្តែបាល់បាទចេញទៅខាងក្រៅពីការប៉ុនប៉ងនៅតំបន់ខាងស្ដាំប្រមាណនាទីក្រោយមកការបញ្ជូនដ៏ល្អពីអុកសវណ្ណបាទคล้ายជាការបញ្ជូននៅតំបន់ខាងស្ដាំទៅដល់ក្បាលរបស់ Raymond de Souza មួយក្បាលរបស់ Raymond de Souza ធ្វើឲ្យគេរកបាន2គ្រាប់ក្នុងការប្រកួតនេះហើយក៏ជាគ្រាប់បាល់ទី17បាទសម្រាប់រូបគេដែលជាកីឡាករសញ្ជាតិប្រេស៊ីលវ័យ26ឆ្នាំប្រកបអាជីពក្នុងលីកកំពូលកម្ពុជាបាទការគ្រប់គ្រងរបស់បាទបឹងកេតហើយការបញ្ជូនផ្សារភ្ជាប់ពីតំបន់បម្រើទៅដល់តំបន់ប្រយុទ្ធធ្វើឲ្យ Iago បាទមានឱកាសទាត់សម្ដៅទីប៉ុន្តែសេឡាបាទជាអ្នកឡើងមករំខានបាល់ទាត់របស់ Iago ចុងវគ្គទៅហើយមានការបញ្ជូនរបស់លេងណូរ៉ាការទាត់សម្ដៅទីរបស់ Myot បាទបានត្រឹមតែជួយសង្គ្រោះបាទពីកែសុកសេឡាចុងវគ្គទី1លទ្ធផលនាំមុខរបស់វិសាខា2-0 15នាទីនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់បាទក៏មានការប្រែប្រួលយុទ្ធសាស្ត្រមួយចំនួនផងដែរកន្លែងនេះគឺជាការបើកឱកាសជាលើកដំបូងមុននឹងបាទបាល់ offside របស់ Myot ដែលស្ថិតនៅក្នុងទីតាំងមួយបាទដែលលោកអញ្ញាកណ្ដាលមើលឃើញថាបាល់ offside អុកសវណ្ណធ្វើដៃជាសញ្ញាដើម្បីលើកបាល់ជ្រុងមកកន្លែងនេះបាទក៏តែតបាទចូលដៃកយសាលីមជាការបាទប៉ុនប៉ងតែតពី Raymond de Souza ការបញ្ជូន cutback Charlie Scott ទាត់មិនចំគោលដៅបាទ David ផ្លាស់ប្ដូរចូលមានឱកាសបញ្ជូនក៏ដូចជាការទាត់ជើងឆ្វេងរបស់ Charlie Scott មិនចំគោលដៅការបំផ្លោងឆ្ងាយ Svesen ក៏បញ្ជូន cutback ឲ្យ Nob David ដែលជាអ្នកជំនាញបាទទាត់បាល់ប្រើប្រាស់ប្រអប់បែបប្រអប់ជើងបាទក៏ធ្វើបានល្អក៏រកគ្រាប់បាល់តាមពីក្រោយ1-2ទាត់ផុតដៃអ្នកចាំទីកែវសុកស៊ីឡាបាទកន្លែងនេះដូចគ្នាគឺជាការបញ្ជូនពីតំបន់ខាងឆ្វេងហើយការប្រជែងបាល់1-1បាទរវាងបាទ Scott Wood ជាមួយនឹងអុកសវណ្ណធ្វើឲ្យអុកសវណ្ណមានឱកាសបាទទាត់ជោគបាទផុតដៃកយសាលីមក៏คล้ายជាគ្រាប់បាល់ទី3របស់បាទវិសាខាចុងវគ្គទៅហើយសរតនាមានឱកាសបាទទាត់មួយជើងប៉ុន្តែបាល់ចេញទៅខាងក្រៅការបញ្ជូនពី Raymond de Souza ហើយការទាត់របស់សរតនាមិនចំគោលដៅចំណុចនេះដូចគ្នាបាទ Charlie Scott បាទព្យាយាមប្រជែងហើយក៏ទៅដល់ជើងតាំងមុនឆៃបាទត្រឹមប្រមាណជា5វិនាទីទេមុនឆៃមានឱកាសទាត់សម្ដៅទី2លើកដោយលើកទី1មានការជួយសង្គ្រោះពីប្រធានក្រុមកាន់ម៉ូហើយលើកទី2គឺជាការទាត់មិនចំគោលដៅរបស់បាទខ្សែការពារកណ្ដាលតាំងមុនឆៃនៅតែធ្វើការដាក់សម្ពាធមានការប្រជែងការបញ្ជូន cutback មួយឱកាសទាត់ជើងស្ដាំរបស់ Iago Bento បាទគឺខុសទីឆ្ងាយមែនទែនដែលជាជើងមិនមែនជាជើងជំនាញទេពកោសល្យរបស់គេទេការប៉ុនប៉ងបាទទាត់ចម្ងាយបាទជាង10ម៉ែត្របាទរបស់ Iago Bento ការបញ្ជូនក្រោយខ្នងដ៏ល្អសៀងចន្ទធាបាទនៅតែទាត់មិនផុតដៃអ្នកចាំទីកែវសុកស៊ីឡាបាទចុងវគ្គមានការបញ្ជូនចូលទៅតំបន់កណ្ដាលការជួយសង្គ្រោះពីសេឡាក៏ដូចជាខ្សែការពារដទៃទៀត
bà bằng co chỉ ốp sạ mình ai miên có ba cặp miên lang xâm rạp bằng kết bà yêu gỗ có tay tơ có mình tơ mô ra bà tay bọc đây ta lọc từ mình trong vẹn ta hai xin cả cái đa bạc suy dương mình chun phần tay mình chun mình đo bà ai như vậy mình chun bà phật chương so ra nà là tập họ chỉ phải cá vì ta khai vô chân đe từ lừa bằng kết không là tập họ bay tôi nâng mùi